ខ្ញុំគិតថាការមើលទូរទស្សន៍ច្រើនពេកវាបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពភ្នែកយើងមួយទៀតបើសិនជាយើងមើលទូរទស្សន៍ច្រើនពេកមិនដេកមិនពួនអីអាហ្នឹងធ្វើឲ្យវាប៉ះពាល់ដល់សុខភាពយើងទាំងមូលតែម្ដងព្រោះថាយើងចំណាយពេលមើលវាអត់ដេកអត់ពួនអត់យើងអត់បានសម្រាកអត់បានអីអញ្ចឹងប៉ះពាល់ទាំងអស់ទាំងភ្នែកទាំងខួរក្បាលយើងរាងកាយយើងវាហត់នឿយអញ្ចឹងយើងវាអត់បានសម្រាកម្យ៉ាងទៀតតកតនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរហ្នឹងគឺដូចចាស់ក៏តែងនិយាយពេលស្ត្រីឆ្លងទលេហើយហ្នឹងគឺហាមសម្លឹងដូចជាសភៅដូចអីឲ្យទូទួលហ្នឹងក៏គាត់លើកដូចជាពិសេសគឺទូទួគាត់អត់ឲ្យមើលទេឆាប់គាត់ថាចាស់ទៅឆាប់ខូចភ្នែកឆាប់ស្វាំងឈឺភ្នែកចាឲ្យមួយវិញទៀតខ្ញុំគិតថាការមើលទូទស្សន៍ហ្នឹងវាតាក់ទងនឹងដំណេកដែរកាលណាយើងមើលយូរទៅធ្វើឲ្យយើងកេងលែងលក់កើតជំងឺកេងលែងលក់ចូលចាប់តាមកតុកតាថ្ងៃមើល5ដងមើលទូទស្សន៍វាមើលចិត្តទៅវាត្រូវខូចភ្នែកដល់ពេលមកប្រាប់มันគួយឆ្ងាយឆ្ងាយវិញនេះពិតជាគ្រោះថ្នាក់មួយដែលបង្កឡើងដោយទូរទស្សន៍អរគុណលៀងដល់លុចដែលបានជួបសួរតាមផ្លូវការយល់ឃើញយ៉ាងនេះមិនខុសទេប៉ុន្តែនៅមានលក្ខណៈតិចតួចនៅឡើយបើប្រៀបទៅនឹងការសិក្សាវិទ្យាសាស្ត្រលោកវេជ្ជបណ្ឌិត Bruno Agle សូមពន្យល់ពីគ្រោះថ្នាក់ផ្សេងទៀតជាពិសេសចំពោះកុមារដែលមើលទូរទស្សន៍ច្រើនជំរាបសួរលោកវេជ្ជបណ្ឌិតតើទូរទស្សន៍ពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពដល់កុមារមែនឬយ៉ាងណាហើយគ្រោះថ្នាក់នោះជាអ្វីខ្លះទៅLes enfants qui sont exposés très tôt à la télé ont un risque très accru de ce qu'on appelle le trouble attentionnel. ទូរទស្សន៍ច្រើនអាចប្រឈមនឹងផលប៉ះពាល់នឹងគ្រោះថ្នាក់ខ្លាំងណាស់ជាពិសេសទៅលើការផ្ចង់អារម្មណ៍និងជាទូទៅលើអាកប្បកិរិយារបស់ក្មេងទៀតពេលនេះមានការតស៊ូមតិជាច្រើនជុំវិញបញ្ហាកុមាររពឹសជ្រុលឥតច្រឡំកុមារដែលរពឹសខ្លាំងគឺមិនសូវចេះផ្ចង់អារម្មណ៍ទៅលើអ្វីមួយទេហើយការសិក្សារបស់អ្នកឯកទេសក៏បានភ្ជាប់ការរពឹសជ្រុលហួសហេតុនេះទៅនឹងការអង្គុយច្រងុកមើលទូរទស្សន៍វាគួរឲ្យចម្លែកបន្តិចក៏ប៉ុន្តែនៅក្នុងការសិក្សាយើងផ្ដោតទៅលើអាកប្បកិរិយារបស់កុមារមិនមែនទៅលើអារម្មណ៍ដែលកុមារផ្ដោតទៅលើអ្វីមួយទេជាលទ្ធផលគេសង្កេតឃើញថាកុមារដែលអង្គុយមើលទូរទស្សន៍ច្រើនងាយជួបនឹងគ្រោះរពឹសចាប់មិនឈ្នះនិងគ្រោះមិនចេះប្រមូលឬក៏ផ្ចង់អារម្មណ៍ខ្លាំងណាស់ម្យ៉ាងវិញទៀតផលវិបាកនេះកើតឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំពលគឺបើបន្តមើលទូរទស្សន៍កាន់តែច្រើនផលវិបាកក៏កាន់តែធ្ងន់ធ្ងរគឺបូកបន្ថែមឡើងជារៀងរហូតអង្គុយស្ងៀមនៅមុខកញ្ចក់ទូរទស្សន៍ឬកញ្ចក់កុំព្យូទ័រងាយធ្វើឲ្យកុមារកើតជំងឺធាត់ព្រោះកង្វះសមត្ថភាពកីឡានឹងធ្វើឲ្យមនុស្សធាត់ L'absence d'activité physique fait grossir ហេតុអ្វីបានជាលោកវេជ្ជបណ្ឌិតចាប់អារម្មណ៍នឹងវិធានបទផលប៉ះពាល់របស់ទូរទស្សន៍ចំពោះសុខភាពAlors en fait, c'est venu dans un second temps la télévision. Premier sujet d'intérêt, c'était les jeux vidéo. ប្រធានបទចម្បងដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺហ្គេមឬក៏រូបភាពកាយសាហាវខុសខើដែលក្មេងៗចូលចិត្តលេងហើយទូរទស្សន៍គឺជាចំណាប់អារម្មណ៍ទី2ទេលទ្ធភាពនិងសមត្ថភាពផ្ចង់អារម្មណ៍របស់កុមារមានតាក់ទងយ៉ាងខ្លាំងនឹងដោយផ្ទាល់ព្រមទាំងដោយប្រយោលទៅលើល្បែងនិងទូរទស្សន៍ពេលនេះកុមារមានបញ្ហាច្រើនងាយនឹងវាយតប់គ្នាណាស់ព្រោះតែមានបញ្ហាអាកប្បកិរិយាអារម្មណ៍និងមិនសូវចេះប្រុងប្រយ័ត្នអាកប្បកិរិយាមិនល្អដែលស្ទើរคล้ายទៅជាជំងឺនិងដែលត្រូវការមកពិគ្រោះជាមួយនឹងគ្រូពេទ្យហេតុដូច្នេះហើយបានជាខ្ញុំគិតថាត្រូវតែសិក្សារួមគ្នាអំពីផលវិបាកនៃទូរទស្សន៍ឬក៏ហៅថាអសរសិលវិទ្យាសាស្ត្រដែលប៉ះពាល់យ៉ាងខ្លាំងទៅលើខួរក្បាលអារម្មណ៍និងអាកប្បកិរិយារបស់កុមាររួមគ្នាជាមួយនឹងរូបភាពហិង្សាតែម្ដង Et sur le comportement de l'exposition aux écrans aussi bien d'ailleurs images violentes ងាកមកនិយាយអំពីខ្លឹមសារនៃទូរទស្សន៍តើអ្វីខ្លះជាផលប៉ះពាល់ផលអាក្រក់ចំពោះរូបភាពហិង្សាសាហាវនៅក្នុងទូរទស្សន៍ឬនៅក្នុងហ្គេមក្មេងលេងចំពោះកុមារតើមានការសិក្សាយ៉ាងដូចម្តេចខ្លះដែលពន្យល់អំពីគ្រោះថ្នាក់របស់ទូរទស្សន៍នេះ Il y a de très nombreuses études. C'est un sujet qui en théorie devrait être clos. ច្រើនណាស់ហើយភ័ស្តុតាងនិងសេចក្តីសន្និដ្ឋានដូចគ្នាមានច្រើនគ្រប់គ្រាន់អំពន្យល់អំពីគ្រោះថ្នាក់នៃទូរទស្សន៍ចំពោះកុមាររហូតសឹងថាប្រធានបទនេះឬការសិក្សាលើប្រធានបទនេះត្រូវតែបិទបញ្ចប់ឥឡូវគេត្រូវតែចាប់ផ្ដើមចោទសួររោគដំណោះស្រាយនិងវិធីការពារវិញម្ដងគ្មានការសិក្សាណាមួយនិយាយបញ្ច្រាស់ឬក៏ប្រឆាំងគ្នាឡើយគ្រប់រូបភាពសង្សារនិងខុសខើសាហាវគឺពិតជាមានផលប៉ះពាល់អាក្រក់បំផុតដល់កុមារដែលប្រឈមនឹងរូបភាពហិង្សានឹងក្លាយទៅជាកុមារកាច
ច្រងែងច្រងាងមិនសូវមានប្រតិកម្មអ្វីកើតឡើងឡើយនៅពេលឃើញអំពើហិង្សាពីព្រោះខ្លួនហាក់ដូចជាធ្លាប់បានរស់នៅក្នុងភពបែបនេះអំពើហិង្សាខ្លាចតែជាការធម្មតាគ្មានអ្វីចម្លែកទេ En gros, quand on voit quelqu'un se faire malmener, on réagira beaucoup moins si on est baigné de ce genre de choses. គេថាកុមារមើលទូរទស្សន៍ច្រើនក្រចេះនិយាយ Alors de ce côté-là, il y a pas non plus beaucoup de contradictions dans les études. Hein. Globalement, il y a maintenant un certain nombre d'études qui montrent que l'exposition précoce à la télévision នោះកុមារងាយនឹងជួបគ្រោះថ្នាក់ក្រចេះនិយាយគឺគ្មានអ្វីអាចប្រកែកបានទេនេះបើតាមជាការសិក្សាកន្លងមកហើយវាគឺជាកត្តាសត្យានុម័តព្រោះអ្វីទីរក់តូចៗគេមានភាសារបស់គេភាសាដែលស្របទៅនឹងបរិយាកាសនៅជុំវិញខ្លួននិងមានទំនាក់ទំនងជាមួយជីវិតជីវភាពរស់នៅរបស់ទីរក់ចំណែកឯទូរទស្សន៍គេនិយាយឮសំឡេងមែនក៏ប៉ុន្តែមិនប្រកាសថាត្រូវនឹងស្ថានភាពរបស់ទីរក់ឬកុមារទេទីរក់និងកុមារមិនអាចយល់បានឡើយការសិក្សាមួយបានបង្ហាញថាកុមារដែលកំពុងតែអង្គុយលេងដោយមានទូរទស្សន៍បើកចោលមិនអាចប្រមូលផ្ដុំអារម្មណ៍ឬផ្ចង់អារម្មណ៍លេងល្បែងខ្លួនបានទេឬគិតបានឡើយ Et en fait, la stimulation visuelle, le bruit perturbe en permanence le jeu de l'enfant. Donc l'enfant a du mal à construire sa pensée simplement. យើងបាននិយាយច្រើនអំពីអំពើហិង្សានៅក្នុងទូរទស្សន៍ចុះតើមានការសិក្សាអំពីឥទ្ធិពលនៃបញ្ហាផ្លូវភេទដែរឬទេចំពោះកុមារ Conduite sexuelle à risque, grossesse précoce, etc. Il y a beaucoup de corrélations qui ont été établies. ដល់ទំនាក់ទំនងផ្លូវភេទសិលធម៌ផ្លូវភេទស្ត្រីមានផ្ទៃពោះអាចសម្រាលកូនមុនកំណត់លក្ខណៈ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងគឺអ្នកជាឪពុកម្ដាយប្រុងប្រយ័ត្នខ្លាំងណាស់មិនឲ្យកូនចៅមើលទូរទស្សន៍តាក់ទងនឹងរឿងភេទទេគឺប្រយ័ត្នជាងមើលរូបភាពកាច់សាហាវឆ្ងាយណាស់ហើយដែលតាមការពិតទៅនោះរូបភាពមិនល្អវាយដំកាប់ចាក់បាញ់ប្រហារគ្នាវាប៉ះពាល់ខ្លាំងមែនទែនដល់សតិអារម្មណ៍កុមារតែពួកគាត់ហាក់ដូចជាអនុគ្រោះដល់កូនចៅឲ្យមើលរឿងកាចរឿងសាហាវជាងមើលរឿងភេទ beaucoup plus tolérants à laisser des contenus très violents devant leurs enfants que de leur montrer des contenus sexuels. តើអ្វីទៅជាដំបូលមានរបស់លោកគ្រូពេទ្យក្នុងការមើលទូរទស្សន៍មិនត្រូវមើលទូរទស្សន៍តែម្ដងឬមួយក៏យ៉ាងណា Non, je crois que ce qui est important, c'est d'expliquer les choses aux gens. Après, je crois que chacun peut faire son propre arrangement. En plus, il y a vraiment des situations extrêmement diverses. C'est-à-dire qu'il y a des familles, il y a des enfants d'âge différents, il y a probablement des choses difficiles à gérer. បន្ទាប់មកគឺជាសិទ្ធិសម្រេចរបស់គ្រួសារនីមួយៗទៅតាមលក្ខខណ្ឌគ្រួសាររៀងៗខ្លួនក៏ប៉ុន្តែអនុសាសន៍របស់សហរដ្ឋអាមេរិកនៅមុខកញ្ចក់ទូរទស្សន៍កញ្ចក់អ៊ីនធឺណិតកញ្ចក់ហ្គេមអេក្រង់2ឬ3ម៉ោងគឺវាច្រើនជ្រុលណាស់សាហាវសម្រាប់កុមារនិងក្មេងដែលស្ថិតនៅក្នុងវ័យកំពុងតែលូតលាស់ធំធាត់អ្នកឯកទេសកុមារនៅអាមេរិកបានទាំងស្នើសុំឲ្យគ្រប់គ្រូពេទ្យព្យាបាលជំងឺទូទៅទាំងអស់ជួយរំលឹកដល់ភ្ញៀវដែលជាអ្នកមកពីគ្រោះជំងឺទាំងអស់អំពីផលប៉ះពាល់បង្កឡើងដោយការអង្គុយមើលទូរទស្សន៍ព្រោះនេះគឺជាព័ត៌មានដែលមានន័យការពារប្រសើរជាងព្យាបាលចាំដល់ពេលមានបញ្ហាទើបមកជួបគ្រូពេទ្យឯកទេសវាហាក់ដូចជាចង់ជ្រុលពេលបន្តិចទៅហើយមុនអាយុ2ឬ3ឆ្នាំមិនត្រូវឲ្យកុមារស្ថិតនៅមុខកញ្ចក់ទូរទស្សន៍ទេឬក៏មិនត្រូវមានទូរទស្សន៍និងកុំព្យូទ័រឬក៏អ៊ីនធឺណិតនៅក្នុងបន្ទប់គេងពីព្រោះនេះគឺជាមធ្យោបាយការពារកុមារដ៏ប្រសើរបំផុត L'autre recommandation massue, c'est pas de télévision dans la chambre des enfants ni de connexion internet. Voilà.